បាទនៅបងប្អូនទាំងអស់គ្នាអញ្ចឹងនេះគឺជាទឹកប្រាក់បាទចំនួន$6.67 សេនដែលខ្ញុំរកបានដោយ free ពីក្នុងកម្មវិធីមួយនេះតែម្ដងអូខេហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូមួយនេះដោយបងប្អូនទាំងអស់គ្នាបានស្ដាប់មិនខុសទេនេះគឺជាទឹកប្រាក់ដែលខ្ញុំរកបានដោយ free ហើយទឹកប្រាក់មួយនេះគឺខ្ញុំរកបានតាមរយៈការសន្សំនៅក្នុង wallet មួយដែលមានឈ្មោះថាចាំថា wallet អូខេអញ្ចឹងចាំថាគឺវាអត់ខុសពី wallet ផ្សេងទេប៉ុន្តែវាមានមុខងារពិសេសមួយដែលឲ្យបងប្អូនទាំងអស់គ្នាធ្វើការសន្សំកាក់បានជារៀងរាល់ថ្ងៃហើយនឹងមានមុខងារដែលបងប្អូនទាំងអស់គ្នាអាចរកលុយពីក្នុងចាំថាក្រៅពីការ claim reward ឬក៏ការ check in ជារៀងរាល់ថ្ងៃនេះផងដែរអូខេអញ្ចឹងដោយបងប្អូនទាំងអស់គ្នាបានឃើញស្រាប់នេះគឺជា$6.67 សេនដែលនេះគឺជាកាក់ GPT ឬក៏កាក់ចាំថាដែលក្នុងមួយកាក់របស់គេគឺស្មើនឹង$1អញ្ចឹងដោយបងប្អូនទាំងអស់គ្នាឃើញខាងលើនេះគឺស្មើ$6ជាងហ្នឹងហើយអញ្ចឹងតម្លៃប៉ុណ្ណេះខ្ញុំចង់បញ្ជាក់បងប្អូនថាយើងមិនមែនរកមួយថ្ងៃបានទេហ្នឹងហើយកុំឲ្យបងប្អូនទាំងអស់គ្នាយល់ច្រឡំថាអូខ្ញុំតែទៅធ្វើវីដេអូបង្ហាញថាកម្មវិធីនេះរកលុយបានដោយ free ហើយបង្ហាញទឹកលុយប៉ុន្តែគាត់យល់ច្រឡំថាយើងរកបានលឿនអត់ទេកម្មវិធីដែលយើងរកបានដោយ free តើតែបងប្អូនទាំងអស់គ្នាឧស្សាហ៍ចូលមកលេងឧស្សាហ៍ចូលសន្សំវាអញ្ចឹងចំនួនលុយប៉ុណ្ណេះខ្ញុំរកប្រហែលជាមួយខែបាទមួយខែតិចតួចទេហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលចាប់អារម្មណ៍ក្នុងការរកលុយបានដោយ free ព្រោះថានៅក្នុងរដូវកាលនេះយើងរាប់ជា Q4 ឬក៏រដូវកាលដែលកាក់ចុះថោកអញ្ចឹងយើងអាចនេះយកលុយដែលយើងរកបានដោយ free នេះទៅទិញជាមួយកាក់ផ្សេងដែលយើងស្រឡាញ់ហូលវាទុកនៅថ្ងៃណាមួយដែលកាក់វាឡើងត្រឡប់ទៅវិញគឺយើងអាចទទួលបានផលចំណេញពីវាបានខ្លះមកវិញផងដែរហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាដែលចាប់អារម្មណ៍រកលុយជាមួយនឹងចាំថាឬក៏កម្មវិធីមួយនេះបងប្អូនទាំងគ្នាគ្រាន់តែចុចបាទទៅលើចំណងជើងនៃវីដេអូដែលកំពុងតែទស្សនាមួយនេះហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាបាទគ្រាន់តែចុចទៅលើចំណងជើងនៃវីដេអូនេះមកអូខេបងប្អូនទាំងអស់គ្នានឹងឃើញត្រង់ចំណុចទំព័រ description នេះខ្ញុំសរសេរថាចុចលើ link ខាងក្រោមដើម្បីចុះឈ្មោះជាមួយចាំថាហើយខ្ញុំរៀបដៃចុចទៅលើ link ខាងក្រោមនេះមកគឺវានឹងនាំបងប្អូនទាំងអស់គ្នាបានចូលទៅដល់ទម្រង់នៃការចុះឈ្មោះដើម្បីបង្កើតគណនីសន្សំបន្ទុកជាមួយនឹង wallet ចាំថានេះតែម្ដងមួយទៀតបងប្អូនទាំងអស់គ្នាអាចចុចទៅលើពាក្យថា more ដោយសារតែកាក់ដែលយើងរកបានក្នុងចាំថានេះគឺយើងអាចផ្ទេរចូលទៅក្នុង exchange ផ្សេងដែលមានដូចជា OKX មានដូចជា Binance Bitget ឬក៏ Bybit ដែលវាសំខាន់មែនតើបាទសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់បោះជំហានចូលមកក្នុងវិស័យ online គឺត្រូវតែមានជាមួយ exchange ទាំងអស់នេះតែម្ដងដោយសារតែ exchange ទាំងអស់នេះគឺវាដើរតួសំខាន់មែនតើហើយសិតតែជាប់ top 5 ហើយមានដូចជា Binance OKX Bitget Bybit និង MEXC នឹងហើយដែលគេប្រើប្រាស់ច្រើនមែនតើហើយសុវត្ថិភាពវាក៏ខ្ពស់ដែរអញ្ចឹងខ្ញុំសូមណែនាំបងប្អូនទាំងអស់គ្នាឲ្យបង្កើតជាមួយ exchange ទាំងអស់នេះទៅហ្នឹងហើយមួយទៀតបងប្អូនទាំងអស់គ្នាអាច join នៅក្នុងក្រុម Telegram របស់ខ្ញុំបានដោយ free ដោយក្រុមគឺខ្ញុំដាក់នៅខាងក្រោមនេះហើយបងប្អូនទាំងអស់គ្នាអាច join ក្នុងក្រុមរបស់ខ្ញុំដោយមិនចំណាយលុយមកកាក់មួយសេនទេហើយខ្ញុំនឹងផ្ដល់ពាក់ព័ន្ធជាមួយការ update ថ្មីក្នុងការរកលុយតាម online ឬក៏ព័ត៌មានផ្សេងដែលពាក់ព័ន្ធជាមួយទីផ្សារ crypto ចូលទៅក្នុងក្រុមនេះផងដែរអូខេតោះឥឡូវដើម្បីកុំឲ្យខាតពេលយូរបាទចុចលើ link ខាងលើនេះទៅគឺវានឹងនាំបាទបងប្អូនទាំងអស់គ្នាចូលទៅដល់ទម្រង់នៃការចុះឈ្មោះជាមួយនឹងចាំថា wallet តែម្ដងនៅបងប្អូនទាំងអស់គ្នាជំរាបដំបូងនៅពេលដែលបងប្អូនទាំងអស់គ្នាបានចុចនៅលើតំណ link របស់ខ្ញុំគឺវានាំបងប្អូនទាំងអស់គ្នាចូលមកដល់ក្នុងទម្រង់បែបនេះគឺជាទម្រង់មួយដែលតម្រូវបងប្អូនទាំងអស់គ្នាធ្វើការបង្កើតបាទជាមួយនឹងគណនីឬក៏ account របស់យើងអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាអាចបង្កើតឬក៏ចុះឈ្មោះតាមរយៈ Gmail ក៏បានឬក៏អាចចុះឈ្មោះតាមរយៈ wallet ដែលខ្ញុំបានបញ្ជាក់អញ្ចឹងគឺមាន Trust Wallet ឬក៏ MetaMask Wallet អូខេអញ្ចឹងជាការណែនាំខ្ញុំណែនាំបងប្អូនទាំងអស់គ្នាធ្វើការ connect ជាមួយ wallet តែម្ដងទៅព្រោះថានៅពេលយើងដកលុយគឺវាងាយស្រួលមែនតើអូខេអញ្ចឹងខ្ញុំចុចលើពាក្យថា connect wallet ហើយបន្ទាប់មកទៀតគឺគេនឹងឲ្យយើងធ្វើការជ្រើសរើសមកជាមួយនឹង wallet ដែលយើងចង់ធ្វើការ connect អូខេអញ្ចឹងខ្ញុំ connect ជាមួយនឹង MetaMask អូខេបន្ទាប់មកទៀតវានឹងធ្វើការ link គ្នាបាទជាមួយនឹង wallet របស់យើងអញ្ចឹងបងប្អូនទាំងអស់គ្នាធ្វើការរងចាំបន្តិចមកអូខេមកដល់កន្លែងនេះយើងចុចលើពាក្យថា MetaMask មួយទៀតមកហើយបើកមុខងារ scan ដៃរបស់យើងអូខេ scan ដៃឬក៏បើសិនមកយើងមិនកំណត់ scan ដៃទេគឺវា load ជា password អូខេអញ្ចឹងមកដល់កន្លែងនេះបងប្អូនទាំងឃើញខាងក្រោមនេះគឺគេដាក់ពាក្យថា connect អូខេអញ្ចឹងចុចលើពាក្យថា connect មួយមកហើយបងប្អូនទាំងអស់គ្នារងចាំបន្តិចបាទគឺវានឹងចូលមកដល់ទម្រង់បែបនេះបងប្អូនទាំងអស់គ្នាបាទចុចលើពាក្យថា confirm អូខេចុចថា confirm អូខេអញ្ចឹងបងប្អូនទាំងអស់គ្នារងចាំបន្តិចមកនេះគឺគេយើងនេះគេថាយើងអាច break ត្រឡប់ទៅជាមួយនឹង app របស់យើងវិញបានហើយអូខេអញ្ចឹងខ្ញុំសូមចេញទៅទីសិនអូខេយើងចេញមក app របស់យើងវិញមក
អូខេយើងចូលមកដល់កន្លែងនេះបងប្អូនគ្នាឃើញកន្លែងនេះនេះគឺ wallet របស់យើងគឺយើងបានធ្វើការបង្កើតបានទៅជោគជ័យហើយបងប្អូនគ្នាឃើញខាងក្រោមនេះបាទគឺគេដាក់ពាក្យថា claim reward អូខេអញ្ចឹងបងប្អូនគ្នាខ្ញុំបញ្ជាក់ឡើងវិញ claim reward នេះគឺយើង claim បានជារៀងរាល់ថ្ងៃអញ្ចឹងបងប្អូនគ្នាគ្រាន់តែចុចលើពាក្យថា claim reward នេះមកអូខេអញ្ចឹងមកដល់កន្លែងនេះគឺគេតម្រូវយើងធ្វើការដំឡើង app នេះជាមុនសិនអូខេអញ្ចឹងយើងអាចចុចលើពាក្យថា download now មកហើយវានាំបងប្អូនគ្នាចូលមកធ្វើការ install app អញ្ចឹងយើងចុចលើពាក្យថា install បាទអញ្ចឹងបើសិនបើទូរស័ព្ទដៃបងប្អូនគ្នាប្រើប្រាស់ដោយពពួក iOS ឬក៏ iPhone ហ្នឹងបងប្អូនគ្នាដំឡើងក្នុង App Store ឬក៏ស្នើយើងប្រើប្រាស់ជាមួយ Android យើងដំឡើងនៅក្នុងកម្មវិធី Play Store ហ្នឹងហើយខ្ញុំចង់ច្រឡំវិញអូខេចាំដល់ឡើយនេះបងប្អូនចុចលើពាក្យថា Open នេះមកអូខេហើយចុចលើពាក្យថា Continue អូខេ Continue វាអស់មកហ្នឹងហើយបងប្អូនគ្នាចូលមកដល់កន្លែងនេះគឺគេតម្រូវយើងធ្វើការ login ណាអញ្ចឹងយើងចុចលើពាក្យថា wallet connect នេះមកហើយចុចបើក Allo ហើយយើង connect ជាមួយនឹង MetaMask ហើយរងចាំបន្តិចយើង connect មុនអញ្ចឹងកន្លែងនេះបើសិនយើង scan ដៃយើង scan ដៃមួយមកប៉ុន្តែបើយើងដាក់ password យើងវាយ password យើងមកហ្នឹងហើយចុចលើពាក្យថា connect ដដែលមកហើយបងប្អូនគ្នារងចាំបន្តិចអូខេនេះគឺវា load ចូលមកដល់ក្នុងកន្លែងនេះយើងចុចលើពាក្យថា confirm ហ្នឹងហើយចឹងបងប្អូនគ្នារងចាំបន្តិចមកនេះគេដាក់ពាក្យថា success login ហ្នឹងហើយចឹងបងប្អូនគ្នានេះគឺជា wallet របស់យើងអញ្ចឹងបងប្អូនគ្នាខ្ញុំបញ្ជាក់ខាងក្រោមបន្តិចគឺយើងអាចចូលមក claim reward នេះជារៀងរាល់ថ្ងៃអញ្ចឹង account ថ្មីគឺ0អញ្ចឹងយើងចុចពាក្យថា claim reward នេះមកហ្នឹងហើយចុចដៃនេះពាក្យថា agree to continue ហ្នឹងហើយរងចាំបន្តិចមកនេះគឺយើងទទួលបានជាបន្ទុកបាទបន្ទុករបស់វាគឺខ្ញុំបញ្ជាក់កន្លែងនេះបើយើងបានលេខ1គឺស្មើ$1អញ្ចឹងប៉ុណ្ណេះគឺស្មើ 0.01 សេនបាទអូខេយើងចុចខ្វាយមួយមកអាច refresh វាក៏បានដែរតិចគឺវានឹងលុបកន្លែងនេះអញ្ចឹងបន្ទាប់ពីបានធ្វើការបង្កើតគណនីនិងបានបំពេញឈ្មោះអីរបស់យើងរួចរាល់ហើយខ្ញុំនឹងបង្ហាញពីរបៀបនៃការសន្សំ point នៅក្នុងចាំថាសនេះអូខេអញ្ចឹងការសន្សំទី1គឺងាយតែម្ដងបងប្អូនគ្នាឃើញកន្លែងនេះគឺពាក្យថា claim rewards ហ្នឹងហើយអញ្ចឹងកន្លែងនេះសារតែខ្ញុំបានធ្វើការ claim ហើយអញ្ចឹងរៀងរាល់មួយថ្ងៃគឺយើងអាចចូលមក claim នៅត្រង់ចំណុចនេះបានម្ដងដល់ពេលយើង claim ហើយយើងរងចាំរហូតដល់24ម៉ោងក្រោយទើបយើងអាច claim បានទៀតហើយទី2បងប្អូនទាំងអស់គ្នាត្រូវតែចូលមកក្នុង icon របស់យើងចុចលើ icon របស់យើងមួយមកបន្ទាប់មកទៀតនឹងឃើញកន្លែងនេះគេដាក់ពាក្យថា link account អញ្ចឹងចុចលើពាក្យថា link account នេះហើយនេះនឹងឃើញខាងលើនេះកន្លែងនេះដោយសារតែខ្ញុំបានធ្វើការ link ហើយណាយើងត្រូវតែ link ជាមួយនឹងឬក៏ភ្ជាប់ជាមួយនឹងគណនី X ឬក៏ Twitter របស់យើងអញ្ចឹងបើសិនបងប្អូនទាំងគ្នាអត់មាន Twitter ទេសូមបង្កើតវាហើយអត់មាន Discord ទេសូមបង្កើតវាហើយរបៀបនៃការបង្កើតជាមួយ Twitter ឬក៏ Discord នេះខ្ញុំបានដាក់នៅខាងក្រោមវីដេអូនេះដូចគ្នានៅក្នុងទំព័រ description ពេលបងប្អូនចុចទៅលើចំណងជើងទៅកន្លែងនេះយើងចូលទៅរក link ហ្នឹងនឹងឃើញវីដេអូនេះបង្ហាញពីរបៀបនៃការបង្កើតជាមួយ X account ឬក៏ Discord ហើយអញ្ចឹងចុចភ្ជាប់វាឲ្យជាប់មកបន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាយើង back ត្រឡប់ទៅវិញអស់បាទ back ត្រឡប់ទៅវិញអស់អញ្ចឹងកន្លែងនេះគឺសុទ្ធសឹងតែជាចំណុចមួយខ្ញុំធ្លាប់បានសន្សំ point ជាមួយគេណានេះឧទាហរណ៍ថានៅពេលយើង link ជាមួយគណនី X របស់យើងហើយនឹងមាន test ឲ្យយើងចូលទៅធ្វើន័យថាគ្រាន់បងប្អូនទាំងគ្នាចុចចូលទៅតាម test គេទៅហើយ follow ជាមួយនឹងគណនីនេះនៅក្នុង X ណាបងប្អូនទាំងគ្នាទទួលបានបន្ទុកហើយខាងក្រោមក៏ដូចគ្នាដែរគ្រាន់ចុច follow ទេទទួលបានបន្ទុកហើយក៏មាន test ជាច្រើនបងប្អូនទាំងគ្នាអាចចូលទៅសាកល្បងបាននេះ test វាអាច load នៅខាងលើនេះអាច load នៅខាងលើនេះយើងមើលតាមនឹងទៅនេះគេឲ្យយើង search វីដេអូហើយយើងចូលទៅមើលទៅយើងធ្វើតាមការណែនាំរបស់គេទៅយើងទទួលបានបន្ទុកហើយ test ទាំងអស់ហ្នឹងគឺ load មកជារៀងរាល់ថ្ងៃតែម្ដងហើយបើសិនបើអត់ load ខាងលើទេបងប្អូនអស់មើលខាងក្រោមនេះគេដាក់ពាក្យថា premium quick test អូខេយើងធ្វើអា test ហ្នឹងមកហើយខាងក្រោមនេះកន្លែងដែលយើងចូលទៅមើលគេដាក់ថា watch and earn ចូលទៅមើលនេះមកនេះនៅក្នុង YouTube នៅក្នុង Gmail Google ហ្នឹងចូលទៅមើលទាំងអស់មកហើយសាកល្បងធ្វើតាម test របស់គេទៅបងប្អូនទទួលបានបន្ទុកមួយទៀតនៅក្នុងគណនី X ដូចគ្នាដែរ X គឺងាយស្រួលជាងគេយើងគ្រាន់តែចូលទៅ follow នៅក្នុង X របស់គេបងប្អូនទាំងអស់គ្នានឹងទទួលបានបន្ទុកដូចគ្នាអញ្ចឹងដោយសារតែនៅក្នុង X ហ្នឹងថ្ងៃនេះខ្ញុំបានធ្វើអស់ហើយខ្ញុំបញ្ជាក់អញ្ចឹងនៅពេលវា load ឲ្យយើងចូលធ្វើនៅ Twitter ណាបងប្អូនទាំងអស់គ្នាគ្រាន់ចុចទៅហើយ follow ក្នុង Twitter របស់គេបងប្អូនទាំងអស់គ្នាទទួលបានបន្ទុកហើយងាយតែម្ដងអត់ពិបាកទេដូចជាកន្លែងនេះជាដើមនេះយើងចូលទៅលេងនៅក្នុងនេះចូលទៅក្នុង link game របស់គេទៅយើងទទួលបានជាបន្ទុកកន្លែងនេះមិនទាន់បានសាកល្បងទេតែបងប្អូនទាំងអស់គ្នាអាចសាកល្បងលេងបានកន្លែងហ្នឹងណាអូខេអញ្ចឹងនេះគឺជារបៀបដែលយើងអាចសាកល្បងរកលុយជាមួយនឹងចាំថាសបានព្រោះថាចាំថាសគឺយើងអាចរកលុយហើយយើងដកលុយចូលទៅក្នុង wallet របស់យើងតែម្ដងគឺជា MetaMask ឬក៏ Trust Wallet ហើយយើងអាចផ្ទេរលុយទាំងអស់ហ្នឹងចូលមកក្នុង exchange បានអូខេអញ្ចឹងនេះសុទ្ធសឹងតែជា test ដែលបងប្អូនទាំងគ្នាអាចសាកល្បងចូលទៅបំពេញវាឬក៏ complete វាទៅនឹងទទួលបានបន្ទុកទាំងអស់ហ្នឹងហើយនេះខាងចុងនេះគឺជាបន្ទុកដែលយើងទទួលបានណានេះលុយយើងទទួលបានឬក៏ប្រហែលប៉ុណ្ណេះដុល្លារហ្នឹងហើយអញ្ចឹងសាកល្បងចូលទៅលេងទៅបងប្អូនទាំងគ្នាទទួលបានបន្ទុកដូចខ្ញុំហើយអូខេអញ្ចឹងវីដេអូនេះมันមានអីច្រើនទេហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងអាចសាកល្បងបានបើសិនមកចំណាប់អារម្មណ៍តែបងប្អូនទាំង
គ្នាមិនចំណាប់អារម្មណ៍ទេក៏មិនជាបញ្ហាអីដែរអូខេចឹងវីដេអូនេះគឺសិនមកថាបញ្ចប់ទៅប៉ុណ្្នឹងហើយក៏អរគុណបងប្អូនអរគ្នាដែលបានចំណាយពេលដែលមានតម្លៃបាទទស្សនាវីដេអូនេះពីដើមរហូតមកដល់ចប់បាទសូមអរគុណសូមគោរពលា